ជួបបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅលេងនៅវាលស្រែមួយចាឥឡូវនេះខ្ញុំកំពុងទៅនៅភូមិបង្ខ្ចាងឃុំបង្ខ្ចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបងប្អូនឃើញទេទេសភាពតាមផ្លូវស្រស់ស្អាតអញ្ចឹងសូមតាមដានជាមួយខ្ញុំជាបន្តទៀតឥឡូវកំពុងតែធ្វើដំណើរទៅតាមផ្លូវហើយមើលទេសភាពតាមផ្លូវគឺខៀវខ្ចីស្ងាត់ល្អណាស់ចាឥឡូវខ្ញុំមកដល់វាលស្រែហើយសូមណែនាំឲ្យបងប្អូនបានទស្សនាទាំងអស់គ្នានៅទេសភាពស្រស់ខៀវខ្ចីនៅក្នុងវាលស្រែទាំងអស់នេះឃើញទេបងប្អូនស្រស់ល្អណាស់ហើយទើបតែមានទឹកថ្មីសន្ទូងសំណាបកំពុងតែលូតលាស់បងប្អូនមើលណែខៀវខ្ចីល្អណាស់ស្រស់ស្អាតមែនទែននៅខាងនោះមានគោទៀតផងចាស្រូវនេះគឺជាស្រូវប្រាំងបងប្អូនក្នុងមួយឆ្នាំគេធ្វើបាន2ដង3ដងឯណោះតែស្រូវវស្សាវិញតតែខែភ្លៀងសម្រស់ខៀវខ្ចីជាងនេះបន្តិចហ្នឹងហើយឥឡូវខ្ញុំបានមកដល់ស្រែមួយទៀតហើយបងប្អូនវាស្រែទី2នេះគឺវាក៏ស្រស់ស្អាតដែរតែវាមិនសូវខៀវខ្ចីដូចពេលមុនទេដោយសារទើបតែមានទឹកណែបងប្អូនមើលណែខៀវខ្ចីល្អមែនតែនទឹកទៅចូលមកមួយថ្ងៃនេះវាភ្លៀងហ្នឹងហើយនេះបងប្អូនទស្សនាទាំងអស់គ្នាតាមដានមើលស្រែខាងនក់ជាប់គ្នារដឹកហ្មងគឺកំពុងលូតលាស់ល្អណាស់ហើយនៅចិត្តភូមិដែលខ្ញុំនៅដែរស្នាក់ចិត្តហ្នឹងណែស្អាតមែនតែនបងប្អូនបើជួយចិត្តទស្សនាទេសភាពខៀវខ្ចីវាលស្រែទេសភាពចឹងសូមអាចចូលថតលេងបានណាហ្នឹងហើយសូមតាមដានបងប្អូនគ្នានៅខាងនោះដែរហ្នឹងហើយអញ្ចឹងពេលយើងជិះតាមផ្លូវជាតិលេខ2ហ្នឹងយើងតែងតែឈៀងចូលលេងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយៗទៀតខ្ញុំនឹងព្យាយាមថតរូបប្លែកៗថ្មីច្រើនទៀតជូនបងប្អូនទស្សនាជាបន្តទៀតអញ្ចឹងសូមអរគុណសូមជម្រាបលា